ព្រឹត្តិការណ៍ព័ត៌មានថ្ងៃនេះលោកត្រាំវាយប្រហារយ៉ាងធ្ងន់ធ្ងរលើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់គ្រោះលើគ្រោះរុស្ស៊ីនិងអ៊ីរ៉ង់ដែលជាសត្រូវសាហាវពីររវល់តែដណ្ដើមគ្នានៅផលប្រយោជន៍ធម្មពលដែលធ្លាប់ជាអត្ថប្រយោជន៍ដ៏ធំធេងពីធម្មជាតិញាក់ផ្អើលក្រុម hacker កូរ៉េខាងជើងជាលើកដំបូងបានផ្អៀងមកវាយប្រហារលើរបបដឹកនាំរបស់ខ្លួនវិញចក្រភពអង់គ្លេសប្រកាសថាខ្លួនត្រៀមខ្លួនរួចជាស្រេចដើម្បីឆ្លើយតបបន្ទាប់ពីមានការគំរាមកំហែងពីអ៊ីរ៉ង់ពាក់ព័ន្ធនឹងការជួយជ្រោមជ្រែងដល់ពីឡុតអាមេរិកខ្លួនទីពឹងខ្លួនមិនរួចផងរុស្ស៊ីបែរជាកំពុងជួយចិនដោយស្ងាត់ក្នុងការរៀបចំផែនការលុកលុយតៃវ៉ាន់អ៊ីស្រាអែលឈ្នះយ៉ាងធំធេងដោយលក់អាវុធការពារអាកាសក្នុងតម្លៃ$4,000 លានទៅឲ្យប្រទេសក្រិកសូមស្វាគមន៍មកកាន់ Channel Khmer Language 123ខាងក្រោមនេះគឺជាព័ត៌មានលម្អិតយើងខ្ញុំសូមអញ្ជើញលោកអ្នកតាមដានដូចតទៅលោកត្រាំវាយប្រហារយ៉ាងធ្ងន់ធ្ងរលើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ដោយបានបើកការវាយប្រហារតាមអាកាសយ៉ាងស្រួចស្រាវលោកប្រធានាធិបតីអាមេរិក Donald Trump បានអះអាងថាលោកជិតធ្វើការសម្រេចចិត្តចុងក្រោយក្នុងការបើកយុទ្ធនាការយោធាទ្រង់ទ្រាយធំប្រឆាំងនឹងសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់នៅក្នុងបទសម្ភាសន៍នាពេលថ្មីនេះជាមួយ Axios លោកបានថ្លែងថាទំហំនៃការវាយប្រហារដែលបានគ្រោងទុកនេះនឹងលើសពីអ្វីដែលបានធ្វើក្នុងយុទ្ធនាការកន្លងមកកាសែត Al Nahar បានស្រង់សម្ដីលោក Trump នៅក្នុងជំនួបកាលពីប្រមាណថ្ងៃមុនជាមួយប្រធានាធិបតីលីបង់លោក Michel Aoun នៅសេតវិមានថាទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ជាពិសេសទីតាំងដែលបានសាងសង់នៅជើងភ្នំ Fordow ដែលគេស្គាល់ថាជាចង្អែត Pickaxe គឺជាគោលដៅចម្បងសម្រាប់ការវាយប្រហារណាមួយនាពេលអនាគតលោកបានបដិញ្ញាថានឹងវាយប្រហារលើទីតាំងទាំងឡាយណាដែលសង្ស័យថាត្រូវបានប្រើប្រាស់ដើម្បីស្ដារសមត្ថភាពនុយក្លេអ៊ែរឡើងវិញដោយលោកបានពិពណ៌នាទីតាំងនេះថាជាគោលដៅដ៏ល្អបំផុតដើម្បីបង្កើតផលប៉ះពាល់យុទ្ធសាស្ត្រដ៏ធំធេងកាលពីថ្ងៃប្រហ័សទី23ខែកក្កដាលោក Donald Trump ក៏បានប្រកាសផងដែរថារាល់ការខូចខាតចំពោះកប៉ាល់ឬទំនិញនឹងត្រូវសងជំងឺចិត្តដោយប្រើប្រាស់ប្រាក់របស់អ៊ីរ៉ង់ដែលអាមេរិកកំពុងកាន់កាប់និងគ្រប់គ្រងលោក Trump បានសរសេរសារនៅលើ Truth Social ថាការខូចខាតទាំងនេះអាចមានទំហំធំធេងប៉ុន្តែទោះជាយ៉ាងណាក៏ដោយនេះគឺជាអ្វីដែលយុត្តិធម៌និងសមហេតុផលដែលត្រូវធ្វើយោងតាម CNN អត្ថបទនេះត្រូវបានបង្ហោះឡើងនៅពេលដែលក្រុមប្រដាប់អាវុធ Houthi ដែលគាំទ្រដោយអ៊ីរ៉ង់បានសម្ដៅវាយប្រហារលើនាវារបស់អារ៉ាប៊ីសាអូឌីតនៅសមុទ្រក្រហមដែលធ្វើឲ្យតម្លៃប្រេងហក់ឡើងដល់$100ក្នុងមួយធុង CNN បានបញ្ជាក់ថាវាពិបាកក្នុងការផ្ដល់តួលេខជាក់លាក់អំពីទ្រព្យសម្បត្តិសរុបដែលត្រូវកកស្ទះរបស់អ៊ីរ៉ង់ប៉ុន្តែការដោះលែងទ្រព្យសម្បត្តិទាំងនោះគឺជាចំណុចស្នូលសម្រាប់ទីក្រុងតេអ៊ីរ៉ង់នៅក្នុងអនុសារណៈដែលបានចុះហត្ថលេខារវាងអ៊ីរ៉ង់និងអាមេរិកកាលពីខែមិថុនាដែលជាកិច្ចព្រមព្រៀងមួយបានបែកបាក់យ៉ាងឆាប់រហ័សបន្ទាប់ពីអ៊ីរ៉ង់បានវាយប្រហារលើនាវាជាច្រើនលើកនៅច្រកសមុទ្រ Hormuz គ្រោះលើគ្រោះរុស្ស៊ីនិងអ៊ីរ៉ង់ដែលជាសត្រូវរវល់តែដណ្ដើមគ្នានៅផលប្រយោជន៍ធម្មពលដែលនៅសល់ដួលរលំដោយសារតែចំណុចខ្លាំងរបស់ខ្លួនឯងលោកអ្នកនាងជាទីមេត្រីការដែលរុស្ស៊ីត្រូវបង្វែរមកនាំចូលសាំងបន្ទាប់ពីការវាយប្រហារយ៉ាងចាស់ដៃពីអ៊ុយក្រែនលើរោងចក្របន្សុទ្ធប្រេងរបស់ខ្លួនបានធ្វើឲ្យតម្រូវការនៅលើទីផ្សារប្រេងឥន្ធនៈអាស៊ីដែលកំពុងតែកម្រស្រាប់នោះកាន់តែមានភាពតានតឹងផ្លាស់ប្ដូរនេះបានបង្កើតបញ្ហាប្រឈមថ្មីមួយដ៏ស្មុគស្មាញសម្រាប់អ៊ីរ៉ង់ខណៈដែលប្រទេសនេះកំពុងប្រឈមមុខនឹងការខ្វះខាតសាំងប្រមាណ30លានលីត្រក្នុងមួយថ្ងៃនេះប្រហែលជាផលវិបាកសម្រាប់របបដឹកនាំទាំងពីរដែលធ្លាប់តែមានទំនុកចិត្តលើប្រៀបឈ្នះថាមពលរបស់ខ្លួនប៉ុន្តែពេលនេះបែរជាត្រូវធ្លាក់ក្នុងវិបត្តិយ៉ាងធ្ងន់ធ្ងរដោយសារតែបញ្ហាប្រេងឥន្ធនៈដែលគូប្រជែងកំពុងទាញយកប្រយោជន៍យ៉ាងមានប្រសិទ្ធភាពយោងតាមលោក Reza Sepahvan សមាជិកគណៈកម្មាធិការថាមពលនៃសភានៃប្រទេសអ៊ីរ៉ង់បានឲ្យដឹងថាបច្ចុប្បន្នប្រទេសនេះផលិតសាំងបានប្រមាណ105លានលីត្រប៉ុណ្ណោះក្នុងមួយថ្ងៃខណៈដែលតម្រូវការប្រើប្រាស់មានរហូតដល់135លានលីត្រកាលពីខែឧសភាលោកបានបញ្ជាក់ថាការខូចខាតដោយសារសង្គ្រាមបានកាត់បន្ថយទិន្នផលក្នុងស្រុកព្រមទាំងធ្វើឲ្យការនាំចូលប្រេងឥន្ធនៈធ្លាក់ចុះយ៉ាងខ្លាំងមុនពេលសង្គ្រាមដែលដឹកនាំដោយអាមេរិកបានចាប់ផ្ដើមនៅថ្ងៃទី28ខែកុម្ភៈអ៊ីរ៉ង់ធ្លាប់បានបប៉ះប៉ូវការខ្វះខាតប្រេងឥន្ធនៈតាមរយៈការនាំចូលនិងកិច្ចព្រមព្រៀងដោះដូរទំនិញជាពិសេសជាមួយពាណិជ្ជករនៅអេមីរ៉ាតអារ៉ាប់រួមប៉ុន្តែផ្លូវសមុទ្រធម្មតាទាំងនោះភាគច្រើនត្រូវបានកាត់ផ្តាច់ដោយសារការបិទគប់ផ្លូវទឹកពីសំណាក់កងទ័ពជើងទឹកអាមេរិកការរំខាននេះបានធ្វើឲ្យអ៊ីរ៉ង់ពឹងផ្អែកកាន់តែខ្លាំងលើក្រុមអ្នកផ្គត់ផ្គង់មិនមែនប្រចាំប្រទេសមួយក្រុមតូចអ្វីដែលកត់សម្គាល់នោះគឺក្រុមអ្នកផ្គត់ផ្គង់ទាំងនេះក៏កំពុងប្រឈមមុខនឹងតម្រូវការកើនឡើងយ៉ាងខ្លាំងពីរុស្ស៊ីផងដែរប្រទេសឥណ្ឌាដែលជាពន្លឺសង្ឃឹមតែមួយគត់ដែលទាំងរុស្ស៊ីនិងអ៊ីរ៉ង់អាចពឹងផ្អែកបានកើនឡើងយ៉ាងខ្លាំងនៅការនាំចេញសាំងនិងប្រេងឥន្ធនៈកែច្នៃផ្សេងទៀតដើម្បីឆ្លើយតបនឹងការខ្វះខាតនៅលើទីផ្សារអន្តរជាតិទោះជាយ៉ាងណាក៏ដោយប្រភពផ្គត់ផ្គង់បន្ថែមពីឥណ្ឌានៅតែមិនទាន់អាចកាត់បន្ថយសម្ពាធលើទីផ្សារអាស៊ីបាននៅឡើយទេ Kepler បានប៉ាន់ប្រមាណថាការនាំចូលផលិតផលប្រេងស្រាលនិងមធ្យមរបស់អាស៊ីក្នុងខែកក្កដាមានប្រមាណ 5-8 លានធុងក្នុងមួយថ្ងៃ
ដែលទាបជាងប្រមាណ 18% ធៀបនឹងកម្រិតមុនពេលមានការរំខានដោយសារចំនួននាពេលថ្មីៗនេះឯកសារសម្ងាត់ត្រូវបានទម្លាយត្រូវរុស្ស៊ីដណ្ដើមប្រភពផ្គត់ផ្គង់អេរ៉ង់កាន់តែធ្លាក់ក្នុងវិបត្តិថាមពលយ៉ាងធ្ងន់ធ្ងរលោកអ្នកនាងជាទីមេត្រីយោងតាមសារព័ត៌មាន Financial Times បានរាយការណ៍ថាប្រេងសាំងចំនួន 42,000 តោនដែលមានប្រភពចេញពីរោងចក្របន្សុទ្ធប្រេង Vardina របស់ឥណ្ឌាត្រូវបានរំពឹងថានឹងដឹកជញ្ជូនទៅដល់កំពង់ផែរបស់រុស្ស៊ីអ្វីដែលកត់សម្គាល់នោះគឺទិន្នន័យពី Kepler បានបង្ហាញថាជាង 90% នៃប្រេងឆៅដែលបានកែច្នៃនៅ Vardina ក្នុងឆ្នាំនេះគឺមានប្រភពមកពីរុស្ស៊ីនេះមានន័យថាប្រេងឆៅរបស់រុស្ស៊ីត្រូវបានយកទៅកែច្នៃនៅឥណ្ឌាហើយបន្ទាប់មកត្រូវបានដឹកជញ្ជូនត្រឡប់ទៅរុស្ស៊ីវិញក្នុងទម្រង់ជាប្រេងសាំងចម្រាញ់រួចសម្រាប់អេរ៉ង់កង្វល់ធំបំផុតមិនមែនជាការដែលរុស្ស៊ីដណ្ដើមយកជើងសារប្រេងសម្រាប់ទីក្រុងតេអេរ៉ង់នោះទេប៉ុន្តែគឺរុស្ស៊ីកំពុងបង្កើតតម្រូវការបន្ថែមយ៉ាងខ្លាំងលើទីផ្សារដែលកំពុងជួបប្រទះការផ្គត់ផ្គង់មានកម្រិតស្រាប់អេរ៉ង់ខ្លួនឯងកំពុងប្រឈមមុខនឹងការរឹតបន្តឹងសេវាធនាគារព្រមទាំងការកើនឡើងនៃតម្លៃដឹកជញ្ជូននិងធានារ៉ាប់រងការពឹងផ្អែករបស់អេរ៉ង់លើប្រេងឥន្ធនៈនាំចូលពិតជាបានកើនឡើងយ៉ាងខ្លាំងសូម្បីតែមុនពេលសង្គ្រាមផ្ទុះឡើងក៏ដោយរបាយការណ៍សម្ងាត់មួយនៃក្រសួងប្រេងអេរ៉ង់ដែលទទួលបានដោយ Iran International បានបង្ហាញថាប្រទេសនេះបាននាំចូលប្រេងសាំងនិងប្រេងម៉ាស៊ូតជិត 5,000 លានលីត្រក្នុងឆ្នាំសារពើពន្ធមុនដែលកើនឡើងទ្វេដងធៀបនឹងឆ្នាំមុនតួលេខនេះឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការពឹងផ្អែកកាន់តែខ្លាំងរបស់អេរ៉ង់លើប្រភពខាងក្រៅខណៈដែលការប្រើប្រាស់ក្នុងស្រុកបានកើនឡើងលើសមត្ថភាពបន្សុទ្ធប្រេងក្នុងស្រុកអ្នកវិភាគបានលើកឡើងថាសម្ពាធដែលកើតមានឡើងប្រហែលជានឹងមិនស្ដែងចេញតាមរយៈការកើនឡើងតម្លៃប្រេងផ្លូវការនោះទេដោយសារតែប្រេងឥន្ធនៈទទួលបានការឧបត្ថម្ភធនយ៉ាងខ្លាំងផ្ទុយទៅវិញការខ្វះខាតអូសបន្លាយអាចនាំឲ្យមានការរឹតបន្តឹងកូតាការបែងចែកមិនស្មើគ្នាការតម្រង់ជួរវែងនៅតាមស្ថានីយ៍ប្រេងនិងការពឹងផ្អែកកាន់តែខ្លាំងលើទីផ្សារងងឹតការដែលរុស្ស៊ីចូលរួមក្នុងទីផ្សារនាំចូលប្រេងសាំងមិនមែនមានន័យថាអេរ៉ង់បាត់បង់ការទទួលបានប្រេងទាំងស្រុងនោះទេប៉ុន្តែវាបានបន្ថែមអ្នកទិញដ៏ធំមួយទៀតចូលទៅក្នុងផ្នែកទីផ្សារដ៏ចង្អៀតដែលអេរ៉ង់កំពុងពឹងផ្អែកខណៈដែលសមត្ថភាពផលិតកម្មក្នុងស្រុករបស់អេរ៉ង់កំពុងធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរភ្ញាក់ផ្អើលក្រុម hacker កូរ៉េខាងជើងជាលើកដំបូងបានផ្អៀងមកវាយប្រហារលើរបបដឹកនាំរបស់ខ្លួនវិញលោកអ្នកនាងជាទីមេត្រីបណ្ដាញឧក្រិដ្ឋកម្មស៊ីប៊ែទ្រង់ទ្រាយធំមួយដែលដឹកនាំដោយអតីតបុគ្គលិកប្រតិបត្តិការស៊ីប៊ែរបស់កូរ៉េខាងជើងត្រូវបានទម្លាយក្រុមនេះបានចូលលួចចូលប្រព័ន្ធផ្ទៃក្នុងនៃធនាគារកណ្ដាលនិងធនាគារពាណិជ្ជកម្មក្រៅប្រទេសរបស់កូរ៉េខាងជើងដើម្បីលួចប្រាក់រដ្ឋធ្វើការលាងប្រាក់តាមរយៈរូបិយប័ណ្ណ cryptocurrency និងរត់ពន្ធរូបិយប័ណ្ណបរទេសឆ្លងដែនហេតុការណ៍នេះបានធ្វើឲ្យមន្ត្រីជាន់ខ្ពស់នៅក្រុងប៉ញ្ញុងយ៉ាងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារតែជនសង្ស័យសុទ្ធសឹងជាអ្នកជំនាញបច្ចេកវិទ្យាព័ត៌មានឆ្នើមដែលបណ្ដុះបណ្ដាលដោយរដ្ឋផ្ទាល់យោងតាមប្រភពព័ត៌មានពីសារព័ត៌មាន Daily NK ក្រុម hacker បានគ្រប់គ្រងប្រព័ន្ធទូទាត់និងបណ្ដាញផ្ទៃក្នុងនៃធនាគារសំខាន់ៗទាំងពីរប្រាក់ទាំងនោះត្រូវបានផ្ទេរទៅកាន់កាបូបប្រាក់គ្រីបតូនៅបរទេសហើយបន្ទាប់មកត្រូវបានផ្លាស់ប្ដូរជាសាច់ប្រាក់តាមរយៈតំណាងនៅប្រទេសចិនបណ្ដាញនៅតាមទីក្រុងព្រំដែនដូចជា Sinuiju និង Haisan បានបន្តប្ដូរជាដុល្លារអាមេរិកនិងប្រាក់យួនចិនមុនពេលរត់ពន្ធចេញទៅក្រៅមេខ្លោងនៃក្រុមនេះសុទ្ធសឹងជាអតីតសមាជិកនៃអង្គភាពប្រតិបត្តិការ CBR ចំណុះអគ្គនាយកដ្ឋានស៊ើបការសម្ងាត់បន្ទាប់ពីចាក់ចេញពីកងទ័ពពួកគេបានគៀកនិស្សិតបច្ចេកវិទ្យាឆ្នើមពីសាកលវិទ្យាល័យបច្ចេកវិទ្យា Kim Chaek និងសាកលវិទ្យាល័យវិទ្យាសាស្ត្រប៉ញ្ញុងយ៉ាងដើម្បីបង្កើតបណ្ដាញជួញដូររូបិយប័ណ្ណគ្រីបតូសម្ងាត់ក្នុងគោលបំណងមានបានផ្ទាល់ខ្លួនក្រុមនេះបានប្រើប្រាស់ឧបករណ៍បញ្ជូនរលកធាតុអាកាសឥតខ្សែឯកទេសនាំចូលពីប្រទេសចិននិងកម្មវិធីផ្ញើសារកូដនីយកម្មដើម្បីបោកប្រាស់ភ្នាក់ងារតាមដានផែនការនេះត្រូវបានទម្លាយនៅពេលដែលអាជ្ញាធរបានកត់សម្គាល់ឃើញខុសប្រក្រតីតូចតាចក្នុងការអនុម័តការទូទាត់រូបិយប័ណ្ណបរទេសនិងការចូលប្រព័ន្ធមិនប្រក្រតីចេញពីអាសយដ្ឋាន IP បរទេសនៅយប់ថ្ងៃទី12ខែកក្កដាភ្នាក់ងារស៊ើបការសម្ងាត់ជាតិកូរ៉េខាងជើងបានឆ្មក់ចូលផ្ទះសម្ងាត់មួយនៅក្រុងប៉ញ្ញុងយ៉ាងដោយចាប់បានស្រស់នៅសកម្មភាពលាងប្រាក់លើកុំព្យូទ័រនិងរឹបអូសបានឧបករណ៍បច្ចេកវិទ្យាដែលមានតម្លៃរាប់សែនដុល្លារភ្លាមបន្ទាប់ពីនោះកងកម្លាំងប្រដាប់អាវុធត្រូវបានដាក់ពង្រាយដើម្បីការពារទីស្នាក់ការធនាគារនិងមជ្ឈមណ្ឌលកុំព្យូទ័រព្រមទាំងកាត់ផ្តាច់ការភ្ជាប់ទំនាក់ទំនងទាំងអស់ពីខាងក្រៅរថយន្តស្វែងរករលកសញ្ញាចល័តក៏ត្រូវបានចាត់តាំងឲ្យរករលកវិទ្យុមិនប្រក្រតីនៅទូទាំងក្រុងប៉ញ្ញុងយ៉ាងផងដែរហេតុការណ៍នេះកំពុងធ្វើឲ្យមន្ត្រីជាន់ខ្ពស់ក្នុងវិស័យស៊ើបការនិងអប់រំរបស់កូរ៉េខាងជើងមានការភ័យខ្លាចយ៉ាងខ្លាំងចំពោះការបោសសម្អាតនិងការដាក់ទោសទណ្ឌយ៉ាងធ្ងន់ធ្ងរនាពេលខាងមុខចក្រភពអង់គ្លេសប្រកាសថាខ្លួនត្រៀមខ្លួនរួចជាស្រេចដើម្បីឆ្លើយតបបន្ទាប់ពីមានការគំរាមកំហែងពីអេរ៉ង់ពាក់ព័ន្ធនឹងការជួយជ្រោមជ្រែងដល់ពីលុតអាមេរិកលោកអ្នកនាងជាទីមេត្រីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថារដ្ឋាភិបាលអង់គ្លេសបានប្រកាសកាលពីថ្ងៃប្រហ័សទី23ខែកក្កដាថាកងកម្លាំងប្រដាប់អាវុធរបស់ខ្លួនបានត្រៀមខ្លួនរួចជាស្រេច
ដើម្បីការពារប្រទេសពីការវាយប្រហារណាមួយការប្រកាសនេះបានធ្វើឡើងបន្ទាប់ពីកងឆ្មាំបដិវត្តអេរ៉ង់បានចេញការព្រមានចំពោះការដែលក្រុងឡុងអនុញ្ញាតឲ្យយន្តហោះទម្លាក់គ្រាប់បែកអាមេរិកចាក់ចេញពីមូលដ្ឋានទ័ពរបស់អង់គ្លេសអ្នកនាំពាក្យរដ្ឋាភិបាលអង់គ្លេសបានសង្កត់ធ្ងន់ថាកងកម្លាំងប្រដាប់អាវុធរបស់ខ្លួនត្រៀមខ្លួនជានិច្ចដើម្បីការពារចក្រភពអង់គ្លេសពីគ្រប់ទម្រង់នៃការវាយប្រហារមិនថានៅលើដែនដីខ្លួនឯងឬពីបរទេសនោះទេចក្រភពអង់គ្លេសរក្សាភាពត្រៀមខ្លួនការពារខ្លួន24ម៉ោងក្នុងមួយថ្ងៃនិង7ថ្ងៃក្នុងមួយសប្តាហ៍ដោយមានប្រព័ន្ធការពារអាកាសនិងប្រព័ន្ធការពារមីស៊ីលច្រើនជាន់ដែលរួមបញ្ចូលគ្នារវាងកងទ័ពជើងទឹកកងទ័ពជើងគោកនិងកងទ័ពជើងអាកាសមិនដោយមានការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយសម្ព័ន្ធមិត្ត NATO ការគម្រាមកំហែងពីខាងអេរ៉ង់បានកើតឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីថ្មីរបស់អង់គ្លេសលោក Andy Burnham បានប្រកាសបញ្ជាក់ឡើងវិញនូវការបដិញ្ញាចិត្តចំពោះកិច្ចព្រមព្រៀងដែលមានស្រាប់ដែលអនុញ្ញាតឲ្យសហរដ្ឋអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់អង់គ្លេសដែលសកម្មភាពនេះត្រូវបានក្រុងឡុងពិពណ៌នាថាជាការការពារខ្លួនជាសមូហភាពក្នុងតំបន់កិច្ចព្រមព្រៀងនេះរួមបញ្ចូលទាំងប្រតិបត្តិការការពារខ្លួនរបស់អាមេរិកក្នុងគោលបំណងកាត់បន្ថយសមត្ថភាពទីតាំងមីស៊ីលរបស់អេរ៉ង់ដែលត្រូវគេប្រើប្រាស់ក្នុងការវាយប្រហារលើនាវានៅច្រកសមុទ្រ Hormuz ជាការឆ្លើយតបទៅនឹងការព្រមានពីទីក្រុងតេហេរ៉ង់អ្នកនាំពាក្យរូបនេះបានអះអាងថាជំហររបស់អង់គ្លេសនៅតែមិនផ្លាស់ប្ដូរឡើយគឺបដិញ្ញាការពារប្រជាជនផលប្រយោជន៍និងសម្ព័ន្ធមិត្តរបស់ខ្លួនស្របតាមច្បាប់អន្តរជាតិព្រមទាំងព្យាយាមជៀសវាងការធ្លាក់ចូលទៅក្នុងជម្លោះទ្រង់ទ្រាយធំខ្លួនទីពឹងខ្លួនមិនរួចផងរុស្ស៊ីបែរជាកំពុងជួយចិនដោយស្ងាត់ៗក្នុងការរៀបចំផែនការលុកលុយតៃវ៉ាន់លោកអ្នកនាងជាទីមេត្រីសារព័ត៌មាន The Economist ដោយផ្អែកលើប្រភពជិតស្និទ្ធនឹងភ្នាក់ងារស៊ើបការសម្ងាត់អឺរ៉ុបបានរាយការណ៍ថារុស្ស៊ីអាចកំពុងជួយជ្រោមជ្រែងចិនក្នុងការវឹកវើយោធាព្រមទាំងផ្ដល់ព័ត៌មានស៊ើបការនិងបច្ចេកទេសកត្តានេះអាចផ្ដល់អត្ថប្រយោជន៍យ៉ាងធំធេងដល់ទីក្រុងប៉េកាំងនៅក្នុងជម្លោះនាពេលអនាគតជាមួយតៃវ៉ាន់យោងតាមសារព័ត៌មានដដែលចាប់តាំងពីឆ្នាំ2024កងទ័ពចិនត្រូវបានវឹកវើឲ្យប្រើប្រាស់ drone UAV និងការប្រយុទ្ធក្នុងទីក្រុងនៅឯមជ្ឈមណ្ឌលវឹកវើយោធារបស់រុស្ស៊ីនៅជិតទីក្រុង Volgograd ដែលជាទីតាំងប្រើប្រាស់ជាប្រចាំដោយអង្គភាពទី8របស់រុស្ស៊ីនេះគឺជាកងកម្លាំងសំខាន់មួយរបស់ក្រុងម៉ូស្គូក្នុងប្រតិបត្តិការនៅភាគខាងកើតអ៊ុយក្រែនសម្រាប់ប្រទេសចិននេះគឺជាឱកាសដ៏ល្អដើម្បីបំពេញបន្ថែមនូវការខ្វះខាតបទពិសោធន៍ប្រយុទ្ធដោយរៀនសូត្រពីមេរៀននៃសង្គ្រាមទំនើបកងទ័ពចិនមិនដែលបានចូលរួមក្នុងសង្គ្រាមធំដុំណាមួយឡើយចាប់តាំងពីជម្លោះព្រំដែនជាមួយវៀតណាមក្នុងឆ្នាំ1979ដូច្នេះហើយទីក្រុងប៉េកាំងពិតជាចង់ទទួលបានទិន្នន័យជាក់ស្ដែងអំពីបច្ចេកទេសសង្គ្រាមថ្មីៗសារព័ត៌មាន The Economist បានកត់សម្គាល់ថាបច្ចុប្បន្នចិនមានឱកាសយ៉ាងច្រើនក្នុងការស្រូបយកបច្ចេកវិទ្យាយោធារបស់រុស្ស៊ីដែលកាលពីមុនវាមានក្រំឡាំងតែងតែមានការប្រុងប្រយ័ត្ននិងមិនចង់ចែករំលែកឡើយមន្ត្រីអាមេរិកនិងអឺរ៉ុបជឿជាក់ថាកិច្ចសហប្រតិបត្តិការនេះអាចរាប់បញ្ចូលទាំងការកែលម្អប្រព័ន្ធការពារអាកាសនិងប្រព័ន្ធការពារមីស៊ីលរបស់ចិនព្រមទាំងការជួយអភិវឌ្ឍនាវាមុជទឹកបរមាណូសមរម្យសម្រាប់ប្រតិបត្តិការសម្ងាត់ទីក្រុងប៉េកាំងចាត់ទុកនាវាមុជទឹកទាំងនេះជាកត្តាស្នូលក្នុងសង្គ្រាមដែលអាចកើតមានជាមួយតៃវ៉ាន់ដែលប្រសិនបើសហរដ្ឋអាមេរិកចូលរួមជ្រៀតជ្រែកអាចនឹងរីករាលដាលទៅជាជម្លោះទ្រង់ទ្រាយធំ។